xuaបងប្អូនទាំងអស់គ្នារូបខ្ញុំកំពុងនៅលើដៃនេះជារូបរបស់លោកពុក Francisco Xavier ជឿមរុយាបអឺពួកយើងសំណាងពួកយើងទៅបានចូលរួមដើម្បីការតែងតាំងជាមរណស័ក្តិសិទ្ធិជាសុភមង្គលអឺអ្នកបម្រើរបស់ព្រះអង្គមានសុភមង្គលជាលោកពុកលោកអភិបាលមកពីវ៉ាទីកាំងតំណាងសម្ដេចប៉ាបដើម្បីមកគោរពពិធីនេះនៅពេលនេះខ្ញុំសូមនិយាយប្រវត្តិសង្ខេបរបស់លោកពុកដើម្បីឲ្យបងប្អូនគ្រិស្តបរិស័ទយើងស្គាល់លោកពុកនេះលោកពុកកើតនៅថ្ងៃទី1ខែ1នៅឆ្នាំ1897លោកពុកកើតនៅក្នុងក្រុមគ្រួសារគ្រិស្តបរិស័ទដល់អាយុ7ខួបលោកពុកអ្នកម្ដាយរបស់លោកពុកទទួលមរណភាពហេតុនេះហើយលោកឪពុករបស់លោកពុកនឹងចាក់ចេញពីស្រុកមកដើម្បីចិញ្ចឹមការងារចិញ្ចឹមជីវិតកូននិងគ្រួសារលោកពុកជាកូនទី1ដំបូងបង្អស់អញ្ចឹងពេលនោះលោកគ្រួសារប៉ារបស់លោកពុកនាំលោកពុកទៅបាត់ដំបងទឹកដីបាត់ដំបងពេលខ្ញុំអានប្រវត្តិរបស់លោកពុកខ្ញុំមានអារម្មណ៍សប្បាយមែនតើដោយសារទឹកដីបាត់ដំបងយើងជាទឹកដីលោកពុកបានរស់នៅលោកពុកបានរស់នៅពីអាយុ7ខួបដល់អាយុ10ហើយក្រោយនោះប៉ារបស់លោកពុកនាំលោកពុកទៅស្រុកវិញលោកពុកចូលរៀនអក្សរសញ្ញាហើយលោកទាំងអស់ចាប់អារម្មណ៍លោកពុកជាកូនក្មេងក៏ដូចជាយុវជនម្នាក់ដ៏ល្អអញ្ចឹងលោកពុកនៅព្រះសហគមន៍ចាប់អារម្មណ៍អញ្ចឹងសូមឲ្យលោកពុករៀនបន្តទៀតក្នុងសាលារបស់ព្រះសហគមន៍សាលាបណ្ដុះបណ្ដាលអ្នកបួសអញ្ចឹងលោកពុកចូលបានលោកពុកបន្តគំនិតទៅបួសក្រោយមួយទៀតលោកពុកចាប់ផ្ដើមចូលរៀនសាលាសេមីណានៅគូឡាយាងលោកពុករៀនលោកទាំងអស់ឃើញសង្កេតមើលលោកពុកជាយុវជនម្នាក់ដ៏ល្អហេតុនេះហើយលោកពុកទៅភ្នំពេញដោយសារពេលសម័យនោះនៅកន្ទើក៏ដូចជាគូឡាយាងក៏ដូចជាព្រះសហគមន៍ខាងនោះជាព្រះសហគមន៍របស់ភូមិភាគភ្នំពេញអញ្ចឹងលោកពុកទៅភ្នំពេញរៀនចូលទេវៈនៅភ្នំពេញដល់រៀនចប់ហើយនៅថ្ងៃទី20ខែ91924លោកពុកបានតែងតាំងជាបូជាចារ្យដោយលោកអភិបាលជនជាតិបារាំងតែងតាំងឲ្យលោកពុកទទួលពេលតែងតាំងនៅឆ្នាំ1924លោកពុកបានទទួលការតែងតាំងក្រៅនោះលោកពុកបានទទួលខុបត្រូវព្រះសហគមន៍នៅហូទ្រឺខេត្តកណ្ដាលជាភូមិភាគបាត់ភ្នំពេញដែរក្រៅនោះទទួលខុបត្រូវបាន3ឆ្នាំខាងវៀតណាមត្រាស់ហៅគាត់មកវិញដើម្បីឲ្យលោកពុកធ្វើជាគ្រូបង្រៀននៅក្នុងសេមីណាអញ្ចឹងក្នុងសេមីណាផងទេវៈផងដោយសារពេលនោះខាងវៀតណាមមានទេវៈខ្លួនឯងហើយអញ្ចឹងលោកពុកបង្រៀននៅក្នុងនោះដល់ឆ្នាំ1930លោកអភិបាលចាត់លោកពុកទៅមើលថែខុសត្រូវព្រះសហគមន៍តាក់សីព្រះសហគមន៍តាក់សីសប្តាហ៍ថ្ងៃនេះលោកពុកពួកយើងថ្ងៃមុនលោកពុកយើងទៅដើម្បីតែងតាំងលោកពុកដែរនៅទីនោះលោកពុកបម្រើព្រះសហគមន៍ដ៏ល្អគ្រិស្តបរិស័ទស្រឡាញ់លោកពុកខ្លាំងណាស់លោកពុកមើលថែស្រឡាញ់អ្នកក្រីក្រស្រឡាញ់អ្នកអត់មានទីពឹងអ្នកជំងឺលោកពុកទាំងយប់ទាំងថ្ងៃសម្រាប់ពួកគាត់ហើយសម័យនោះសម័យគេកំពុងបៀតបៀនគ្រិស្តបរិស័ទហេតុនេះហើយថ្ងៃមួយក៏ទាហានមកដើម្បីចាប់គ្រិស្តបរិស័ទជាង70នាក់ជាមួយលោកពុកផងដែរតែពេលចិត្តយប់ហើយលោកពុកអង្វរគេថា
សូមដល់លេងកូនចៅខ្ញុំទៅដល់លេងគ្រីស្ទបរិស័ទខ្ញុំទៅសូមចាប់ធូបបាបទៅខ្ញុំបានហើយហេតុនេះហើយលោកពុកនិយាយហើយតាហ៊ានគាត់ស្ដាប់បានគាត់យល់ព្រមគាត់ដល់លេងគ្រីស្ទបរិស័ទទុកតែលោកពុកតែម្នាក់ឯងទេហើយស្អែកឡើងគេអត់ឃើញវត្តមានលោកពុកទៀតអញ្ចឹងគេដារោលោកពុកតែគេឃើញសពលោកពុកបានតាហ៊ានកាប់កគាត់2ដងហើយទម្លាក់គាត់ចូលក្នុងអណ្ដូងទឹកនៅចិត្តនៅទីនោះគេហៅអណ្ដូងឬគេហៅអូមួយទម្លាក់លោកពុកនៅក្នុងនោះហើយគ្រីស្ទបរិស័ទទៅរកឃើញគាត់នឹងយកស្រង់សពលោកពុកឡើងដើម្បីបញ្ចុះសពនៅព្រះវិហារមួយនោះជាកន្លែងទីកន្លែងលោកពុកទទួលខុសត្រូវជាតាក់សីអញ្ចឹងខ្ញុំបានមានអំណរសប្បាយដោយសារអារម្មណ៍របស់ខ្ញុំមានអំណរសប្បាយខ្លាំងដោយសារលោកពុកបានរស់នៅបាត់ដំបងយើងតាំងពីទូតអញ្ចឹងមានពេលវត្តមានពួកយើងមកខ្ញុំមានអារម្មណ៍ថាដូចជាការត្រាស់ហៅរបស់លោកពុកអញ្ជើញអ្នកបាត់ដំបងយើងមកដើម្បីចូលរួមអំណរសប្បាយជាមួយលោកពុកពេលលោកពុកទទួលអំណរសប្បាយសុភមង្គលនៅស្ថានបរមសុខអញ្ចឹងលោកពុកអញ្ជើញពួកយើងទៅចូលរួមដែរអញ្ចឹងពេលលោកពុកបញ្ចុះសពនៅនោះហើយម្នាក់មកអង្វរលោកពុកដោយសារឃើញជីវិតរស់នៅរបស់លោកពុកអស្ចារ្យល្អខ្លាំងណាស់ហេតុនេះហើយគេមកគេអង្វរគេសុំអីក៏បានដែរអញ្ចឹងជាពិសេសអ្នកក្រីក្រខ្ញុំស្ដាប់ម្នាក់អ្នកខ្លះវេទនាខ្លាំងមានជំងឺមានវេទនាក្រុមគ្រួសារអ្វីលោកពុកស្ដាប់ទាំងអស់ហើយលោកពុកប្រទានពរឲ្យទាំងអស់ជាពិសេសអ្នកពុទ្ធបរិស័ទអ្នកអត់ជាសាសនាយើងលោកពុកក៏ទទួលទាំងអស់លោកពុកស្លាប់មរណភាពនៅឆ្នាំ1946បច្ចុប្បន្នមានន័យថាលោកពុកតែងតាំងបាន22ឆ្នាំហើយក្រៅនោះលោកពុកទទួលមរណភាពពេលលោកពុកទទួលមរណភាពហើយម្នាក់អាណិតស្រឡាញ់លោកពុកមកសួរសុខទុក្ខភ្នោមកអធិដ្ឋាននៅភ្នោលោកពុកនិងពួកគាត់អង្វរអ្វីបានទាំងអស់ហេតុនេះហើយមនុស្សពុទ្ធបរិស័ទក៏ដូចជាគ្រិស្តបរិស័ទកាន់តែជឿជាក់លើលោកពុកខ្លាំងមានកង្វល់អ្វីខ្លះគាត់រត់មកដើម្បីអង្វរលោកពុកជាក់ស្ដែងពួកយើងពេលពួកយើងទៅពួកយើងមានអំណរសប្បាយដែរពេលពួកយើងឃើញភ្លៀងខ្លាំងពួកយើងអង្វរលោកពុកថាសូមពេលពួកកូនមកដល់សូមលោកពុកឲ្យស្ងាត់ភ្លៀងដើម្បីឲ្យពួកកូនចូលគោរពលោកពុកបានអត់អញ្ចឹងពួកយើងទៅដល់ទីកន្លែងតាក់សីនោះភ្លៀងស្ងាត់ភ្លាមដើម្បីឲ្យពួកកូនចូលរួមពួកយើងចូលរួមអធិដ្ឋានឲ្យបានល្អអញ្ចឹងខ្ញុំមានអំណរសប្បាយនិងអារម្មណ៍រំភើបដោយសារលោកពុកជាគំរូសម្រាប់អ្នកបួសសម្រាប់គ្រិស្តបរិស័ទដោយសារជីវិតរបស់លោកពុកជាសាក្សីនៃជំនឿលោកពុកជាមរណៈសាក្សីពិតប្រាកដហើយការអស្ចារ្យមួយទៀតពេលយើងមើលឃើញទស្សនវិជ្ជាអ្នកចូលរួមក្នុងកម្មវិធីតែងតាំងរបស់លោកពុកទាំងលោកអភិបាលទាំងបូជាចារ្យចូលចិត្តឬជាង 2000 អង្គហើយគ្រិស្តបរិស័ទក៏ដូចជាពុទ្ធបរិស័ទចូលរួមប្រហែល7ដល់ 100000 នាក់នេះជាការអស្ចារ្យខ្លាំងមែនតើទឹកដីនោះតែទាំងអ្នកនៅជុំវិញនោះអ្នកគេឃើញការអស្ចារ្យនេះខ្លាំងមែនតើជំរាបសួរខ្ញុំឈ្មោះធីរ៉ាពីព្រះសហគមន៍បាត់ដំបងខ្ញុំមានចំណាប់អារម្មណ៍ខ្លះសម្រាប់ការចូលរួមពិធីតែងតាំងលោកឪពុក Francesco Xavier Bouygues នេះជាលើកទី1សម្រាប់ខ្ញុំដែលបានចូលរួមកម្មវិធីតែងតាំងជាមរណសាក្សីជាអ្នកមានសុភមង្គលខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទែនដែលមានឱកាសចូលរួមក្នុងកម្មវិធីនេះពេលយើងទៅដល់ទីនោះយើងឃើញថាគ្រិស្តបរិស័ទនៅវៀតណាមគឺគេមានជំនឿខ្លាំងមែនទែនអញ្ចឹងពួកយើងបានធ្វើដំណើរទៅទីនោះ
អឺមុនដើម្បីទៅមើលកន្លែងនឹងឃើញមនុស្សច្រើនមែនទែនដែលគេអ្នកខ្លះត្រូវការរៀបចំកន្លែងគេនៅទីនោះដើម្បីរងចាំកម្មវិធីអភិបូជាតែងតាំងលោកឪពុកជាមរណស័ក្តិសិទ្ធិជាអ្នកមានសុភមង្គលអញ្ចឹងពួកយើងបានទៅអធិដ្ឋាននៅភ្នូររបស់លោកពុកមានមនុស្សច្រើនមែនទែនដែលគេជឿនិងគោរពលោកពុកនិងនៅថ្ងៃបន្ទាប់គឺពួកយើងបានធ្វើដំណើរពីម៉ោង1យប់ទៅដល់ទីនោះម៉ោង2គឺយើងចាប់ផ្ដើមស្ទះចឹងមានថាបងប្អូនទាំងអស់គឺម្នាក់ៗគឺបានត្រៀមចិត្តគំនិតដើម្បីចូលរួមអភិវិជានៅទីនោះអញ្ចឹងពេលដែលទៅដល់ទីនោះគឺយើងស្ទះឡាននិងយើងត្រូវកាត់ធ្វើដំណើរដោយថ្មើរជើងអញ្ចឹងយើងដើរដោយថ្មើរជើងរយៈពេលដូច40នាទីដូច2គីឡូដីនិងមានមនុស្សច្រើនមែនទែនអញ្ចឹងពេលទៅដល់ទីនោះយើងត្រូវការស្វែងរកកន្លែងមួយដើម្បីស្រួលអង្គុយដើម្បីចូលរួមថ្វាយអភិវិជានៅពេលព្រឹកម៉ោង8អញ្ចឹងពួកយើងបានរកកន្លែងសម្រាប់តិចតាំងពីម៉ោង3និងរហូតយើងត្រូវអង្គុយចាំនៅទីនោះរហូតដល់ម៉ោង8ព្រឹករហូតដល់លោកកាដេណាលមកធ្វើថ្វាយអភិវិជាដើម្បីតែងតាំងលោកពុកជាមរណស័ក្តិសិទ្ធិអញ្ចឹងសម្រាប់នាងខ្ញុំការចូលរួមកម្មវិធីនេះគឺពិតជាមានអំណរសប្បាយខ្លាំងមែនទែននិងឲ្យខ្ញុំមានជំនឿកាន់តែខ្លាំងឡើងដោយសារការឃើញជំនឿរបស់បងប្អូនកាតូលិកនៅទីនោះគឺពួកគាត់ជឿខ្លាំងនិងគោរពមែនទែននឹងដោយឲ្យយើងមានកម្លាំងកាយចិត្តច្រើនទៅខាងមុខដើម្បីដើរតាមមាគ៌ាដ៏ពិរក្សារបស់ព្រះអង្គនិងអ្វីមួយដែលខ្ញុំរំភើបខ្លាំងជាងគេនោះគឺពេលដែលយើងស្ដាប់ប្រវត្តិរបស់លោកឪពុកយាបគឺគាត់ធ្លាប់រស់នៅបាត់ដំបងហើយពិតជាអស្ចារ្យមែនទែនដែលយើងមានក្រុមបាត់ដំបងយើងមួយក្រុមទៅចូលរួមការតែងតាំងរបស់លោកពុកនេះជាកិត្តិយសខ្លាំងមែនទែនរបស់ព្រះសង្គមកាតូលិកកម្ពុជាព្រះសង្គមបាត់ដំបងដែលបានចូលរួមកម្មវិធីនេះដោយតំណាងពីយើងទៅអបអរសាទរលោកពុកដែរចាជម្រាបសួរចាខ្ញុំឈ្មោះលីណាហៅណៃសូមអរគុណដល់គណៈកម្មការនៃព្រះសង្គមដែលបានចាត់តាំងឲ្យខ្ញុំទៅចូលរួមទីមួយខ្ញុំអត់មានបំណងចង់ទៅទេក៏ប៉ុន្តែដោយសារបូជាចារក៏បាននិយាយថាយាយត្រូវតែទៅអ្វីដែលខ្ញុំទៅគឺដើម្បីតែចូលរួមការតែងតាំងលោកលឿនជាបូជាចារទេក៏ប៉ុន្តែបន្ទាប់ទៅនេះបងស្រីក៏មានផែនការថាយើងគួរតែទៅចូលរួមមរណស័ក្តិសិទ្ធិនៅមួយកន្លែងទៀតដូច្នេះអ្វីដែលខ្ញុំឆ្ងល់ថាហេតុអីបានយើងទៅចូលរួមមរណស័ក្តិសិទ្ធិប៉ុន្តែយើងគួរតែដឹងថាមានអ្វីអស្ចារ្យសម្រាប់មរណស័ក្តិសិទ្ធិដោយសារខ្ញុំជាគ្រីស្ទបរិស័ទតាំងពីកំណើតទោះបីយើងមានបានទទួលអច្ឆរិយៈពីបារមីព្រះជាម្ចាស់យ៉ាងណាក៏យើងអាចដែលបានទទួលដឹងថាពីអច្ឆរិយៈពីបារមីរបស់ព្រះជាម្ចាស់ប្រទានពរឲ្យបូជាចារ្យម្នាក់ដែលមានអាយុនៅវ័យក្មេងដែលគាត់មានសន្តានចិត្តជួយដល់អ្នកក្រីក្រនិងប្រមូលផ្ដុំអ្នកក្រីក្រឲ្យចូលរួមក្នុងព្រះសហគមន៍ដោយជំនឿរបស់គាត់បានព្យាយាមអ្វីដែលខ្ញុំបានឃើញហើយនឹងបានឮគាត់ថាគាត់បានព្យាយាមយកចិត្តទុកដាក់ជួយដល់ជនក្រីក្រនៅពេលដែលគាត់មានកង្វល់ហើយអ្វីដែលខ្ញុំបានឃើញហើយដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺយើងត្រូវដើរចម្ងាយ2គីឡូទៅដល់នៅពេលទៅដល់ចូលដល់ក្នុងអាគារមួយយ៉ាងធំដែលយើងឃើញភ្នោមួយទូចមួយហើយមានមនុស្សនៅជុំវិញភ្នោអធិដ្ឋានរហូតដោយអត់មានដាច់ហើយយើងក៏ឮសូរការអធិដ្ឋានរបស់គ្រីស្ទបរិស័ទពីអាគារមួយទៅអាគារមួយគឺអត់មានដាច់សំឡេងអធិដ្ឋានហើយអស់អ្នកដែលចូលរួមខ្ញុំគិតថាមិនមែនជាគ្រីស្ទបរិស័ទទាំងអស់មានពុទ្ធបរិស័ទមួយភាគធំជាចូលរួមអ្វីដែលជាសម្គាល់ថាមិនមែនជាគ្រីស្ទបរិស័ទធម្មតាយើងជាគ្រីស្ទបរិស័ទយើងធ្វើសញ្ញាឈើឆ្កាងលើខ្លួនយើងម្នាក់ប៉ុន្តែអ្វីដែលគិតថាមិនមែនជាគ្រីស្ទបរិស័ទគឺគេអត់ធ្វើសញ្ញាឈើឆ្កាងក៏ប៉ុន្តែគេទៅថ្វាយបង្គំរបៀបពុទ្ធបរិស័ទហើយមួយទៀតតែអ្វីដែលអស្ចារ្យគឺយើងទៅចូលរួមអភិបូជាសំខាន់គឺអភិបូជាដែលយើងទៅចូលរួមគឺយើងត្រូវដើរចម្ងាយ3គីឡូម៉ែត្របានទៅដល់ហើយនៅពេលទៅដល់មនុស្សយ៉ាងច្រើនកុះករសុខចិត្តទៅអង្គុយប្រជ្រៀតគ្នា
ទាំងដែលកន្លែងដែលអង្គុយនោះវាមានដោយសារពីមុនយើងកម្មវិធីវាមានភ្លៀងហើយយើងទៅក្រាត់តង់អង្គុយយើងមានអារម្មណ៍ថាយើងមិនមែនអង្គុយនៅដីស្ងួតគឺយើងអង្គុយលើទឹក30រហូតតាំងពីចាប់ផ្ដើមអភិវិជារហូតដល់ចប់ប៉ុន្តែយើងមានអារម្មណ៍ថាព្រះជាម្ចាស់បានប្រទានពរឲ្យយើងចូលរួមអភិវិជាដោយឥតមានភ្លៀងបើសិនជាមានភ្លៀងយើងក៏ពិបាកនៅពេលយើងដើរចូលទៅមេឃសតុំឡើងគិតថាមេឃនឹងភ្លៀងនៅពេលអភិវិជាក៏ប៉ុន្តែអ្វីដែលជាបារមីរបស់ព្រះជាម្ចាស់ប្រទានពរឲ្យយើងនៅពេលយើងទទួលអភិវិជាចូលរួមអភិវិជាគឺមេឃសតុំចប់ធ្វើឲ្យយើងអង្គុយចូលរួមអភិវិជាដោយស្ងប់ស្ងាត់អារម្មណ៍ចូលរួមដោយស្ងប់ស្ងាត់ក្នុងអភិវិជាហើយនៅក្រៅអភិវិជាយើងក៏បានទទួលពរពីព្រះជាម្ចាស់ឲ្យយើងដើរចេញមកទឹកមានភ្លៀងតិចតក់ឲ្យយើងរំខានយើងក្នុងការធ្វើដំណើរចេញអ្វីដែលសំខាន់គឺមនុស្សច្រើនកុសកមែនទែនដែលយើងអត់ដែលឃើញអានេះជាអារម្មណ៍របស់ខ្ញុំប៉ុណ្ណឹងខ្ញុំឃើញច្រើនហួសប្រមាណអ្វីដែលយើងឃើញគឺច្រើនហួសជាបារមីរបស់សន្តា Francisco Xavier ទ្រឿងបុញ្ជីបចានេះអ្វីដែលអារម្មណ៍ខ្ញុំចាប់អារម្មណ៍ថាយើងគួរតែមានកម្មវិធីមួយប្រមូលផ្ដុំមនុស្សទាំងឡាយឲ្យបានចូលរួមក្នុងគម្រោងការដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ដែលទ្រង់មានព្រះហត្ថមេត្តាករុណាស្រឡាញ់មនុស្សលោកគ្រប់គ្នាជំរាបសួរបងប្អូនទាំងគ្នាខ្ញុំឈ្មោះរពកខានូឥឡូវកំពុងធ្វើការភូមិភាគវត្តដំបងកាលពីសប្តាហ៍មុនខ្ញុំទៅប្រទេសវៀតណាមដើម្បីចូលរួមអភិវឌ្ឍតែងតាំងបូជាចាស់រពកលឿងនិងមានកម្មវិធីធំមួយទៀតគឺជាកម្មវិធីតែងតាំងមរណសក្តិFrancis Xavier Deep អ្វីដែលខ្ញុំផ្លែកចិត្តខ្លាំងបំផុតនោះគឺឃើញព្រះសាគមនៅវៀតណាមកាត់ឡើងច្រើនសម័យមុនវៀតណាមមានសង្គ្រាមនិងមានការរំបាក់ជាច្រើនប៉ុន្តែទោះបីជាមានរឿងពិបាកទាំងនោះក៏ដោយព្រះសាគមកាតូលិកនៅវៀតណាមរីកចម្រើនខ្លាំងដែលធ្វើឲ្យខ្ញុំកាសរសើរមែនទែនពេលខ្ញុំទៅដល់មួយថ្ងៃមានមនុស្សរាប់ម៉ឺននាក់មកដល់ហើយកំពុងអង្គុយអធិដ្ឋានកម្មវិធីនោះពោជាចាស់ប្រព័ន្ធអង្គជាងចូលរួមដូច្នេះមានន័យថាការត្រហៅច្រើននៅវៀតណាមដូច្នេះខ្ញុំសង្ឃឹមថាព្រះសាគមកម្ពុជាយើងសូមយើងទាំងគ្នាអធិដ្ឋានការជំនឿរបស់យើងមុននឹងជាពិសេសយុវជនយុវនារីគាត់ជាទទួលការត្រហៅរបស់ព្រះជាម្ចាស់បានคล้ายជារកឪពុកនិងបងប្រុសបងស្រីបាទអរគុណ